សួស្តីបងប្អូននិងអ្នកទស្សនាកាន់វីដេអូនេះថ្ងៃនេះខ្ញុំនឹងចែករំលែកពីរបៀបរៀបចំ Channel YouTube ឲ្យបានត្រឹមត្រូវនិងមានលក្ខណៈវិជ្ជាជីវៈដោយប្រើប្រាស់ AI ជាជំនួយសម្រាប់បងប្អូនមាន Channel YouTube រួចហើយមិនថាជា Channel ចាស់ឬកំពុងចង់បដូរមាតិកាថ្មីក៏ដូចជាបងប្អូនដែលមិនទាន់ដឹងថា Channel របស់ខ្លួនបានរៀបចំត្រឹមត្រូវឬនៅចំណាយពេលតែប៉ុន្មាននាទីជាមួយខ្ញុំបងប្អូននឹងដឹងពីរបៀបរៀបចំ Channel ឲ្យបានត្រឹមត្រូវកុំរំលងវីដេអូនេះព្រោះមានចំណុចសំខាន់ៗដែលអ្នកមិនគួរមើលរំលងអូខេហើយឥឡូវបងប្អូនបើកនៅ channel មួយដែលបងប្អូនចង់រៀបចំឬក៏ចង់បដូរឈ្មោះ channel ហ្នឹងទៅអូខេនេះគឺជា channel របស់ខ្ញុំ channel ហ្នឹងគឺខ្ញុំធ្វើបែបខ្លុយទេពីមុនខ្ញុំចង់បដូរ content មកថ្មីឥឡូវយើងចូលមកលេខឈ្មោះនេះមកយើងធ្វើការដំបូងគឺយើងត្រូវបដូរឈ្មោះសិនបើសិនជាបងប្អូនអត់បដូរទេក៏មិនបដូរទៅពីខាងគឺខ្ញុំបដូរឈ្មោះរបស់ខ្ញុំសិនអូខេនេះជាឈ្មោះរបស់ខ្ញុំធ្វើការបដូរឈ្មោះរបស់ខ្ញុំសិនខាងក្រោយនេះបងប្អូនអាចបដូរវាទៅនេះហើយយើងអាចដោះឃ្លាបានហើយនៅដោះឃ្លាគឺវាអត់ឲ្យតែវាគៀកគ្នាមកហើយបន្ថែមអូខេដាក់អញ្ចឹងទៅបើសិនជាវាគ្រីសគឺវាឲ្យគឺបងប្អូនចុច public ទៅអូខេឥឡូវយើងបានបដូរឈ្មោះ channel ហើយចំណុចបន្ទាប់ទៀតគឺយើងត្រូវបដូរនៅរូប banner គឺរូប cover ហើយនិងរូប profile បើសិនជាបងប្អូនមានហើយបងប្អូនអាចដាក់ទៅតែខ្ញុំអត់មានទេខ្ញុំធ្វើការឲ្យខ្ញុំ AI វារៀបចំឲ្យខ្ញុំអូខេបងប្អូនបើក chat GPT ទៅហើយជំហានដំបូងបងប្អូនត្រូវទៅមើលនៅ channel ណាមួយដែលបងប្អូនចង់យកគំរូតាម channel មួយហ្នឹងបងអាចថត screen លើ channel មួយដែលបងប្អូនចង់ធ្វើជាគំរូហ្នឹងទៅអូខេប៉ុណ្ណឹងហើយបងប្អូនបើកមក chat GPT ហើយយើងផាសអារូបដែលយើងបាន screenshot ហ្នឹងមកហើយយើងអាចបងប្អូនអាចសរសេរតាមខ្ញុំទៅតែខ្ញុំមានគំរូហើយសាប់ឲ្យបងប្អូនអាចផាសយកបាននេះខ្ញុំមានប្រមដែលខ្ញុំត្រៀមទុកឲ្យស្រាប់ហើយទី1នេះ copy គឺកន្លែងនេះមកបងប្អូនដាក់ចូលនៅកន្លែងហ្នឹងទៅហើយបងប្អូនអាចចង់បងប្អូននេះបើសិនជាបងប្អូនដូរនៅកន្លែងវងកញ្ចក់បងប្អូនអាចដូរដាក់ channel របស់បងប្អូនទៅហើយទីនេះបងប្អូនអាចចង់មកបានពណ៌នឹងដដែលឬក៏បងប្អូនចង់បដូរពណ៌ថ្មីដាក់នៅកន្លែងហ្នឹងទៅឥឡូវខ្ញុំចង់បដូរពណ៌ខ្ញុំដាក់ឈ្មោះនេះគឺជាឈ្មោះ channel របស់ខ្ញុំអូខេយើងធ្វើការបដូរឈ្មោះចេញទៅដាក់ឈ្មោះ channel របស់បងប្អូនទៅហើយពណ៌បងប្អូនអាចបើចិត្តចង់បានពណ៌បងប្អូនអាចដាក់ទៅខ្ញុំមានគំរូពណ៌ចំនួននេះពណ៌ដែលខ្ញុំដាក់ឧទាហរណ៍បងចង់បានពណ៌បែបម៉េចនេះពណ៌ខៀវពណ៌ខ្មៅពណ៌អីបងប្អូនអាចដាក់លេខហ្នឹងទៅខ្ញុំដាក់ពណ៌ខ្មៅនេះចុះឧទាហរណ៍ហ្នឹងដាក់នៅកន្លែងពណ៌ហ្នឹងមកអូខេប៉ុន្តែបងប្អូនអាចចុច enter ទៅវាទៅវានឹងរៀបចំនៅរូប logo profile ឲ្យយើងហើយអូខេឥឡូវគឺវារៀបចំមករូប logo ឲ្យខ្ញុំមកនេះគឺវាស្រដៀងនឹងរូបគំរូវារៀបចំមកចំនួន2បងប្អូនពេញចិត្តមួយណាគឺថាមួយណាស្អាតមិនយកមួយហ្នឹងទៅខ្ញុំយកមួយនេះខ្ញុំធ្វើការ download វាទៅដាក់កន្លែងទុកមួយទៅអូខេហើយបងប្អូនអាចចូលមកកាន់ channel របស់យើងមកយើងចុចបដូរវាទៅអូខេបងប្អូនអាចសេរីមកចង់បានប៉ុណ្ណា
ខ្ញុំដាក់ប៉ុណ្ណឹងសិនហើយចុចដាំទៅអូខេឥឡូវយើងបានរូប logo មួយទៀតគឺនៅរូប cover គឺរូប banner អូខេឥឡូវអ្វីដែលយើងទៅធ្វើបន្ទាប់ទៀតគឺរូប banner គឺរូប cover នេះកន្លែងនេះតែយើងអត់ទាន់មានទេបងប្អូនចូលមកកាន់ ChatGPT ដដែលទៅហើយបងប្អូនអាប់ឡូតរូបដែលបងប្អូនបាន screenshot ពីមុនហ្នឹងហើយបងប្អូនចូលមកកាន់បងប្អូនអាចសរសេរខ្លួនឯងបានឬបងប្អូនអាចប្រើប្រងរបស់ខ្ញុំបានដែរនេះជាប្រងរបស់ខ្ញុំសម្រាប់បង្កើតរូប logo ហ្នឹងពីយកមកគេឲ្យបងប្អូននៅនេះទៅនេះសូមពន្យល់របៀបប្រើប្រមហ្នឹងសិនបងប្អូនត្រូវការបដូរកន្លែងណាខ្លះទីនេះបងប្អូនបដូរពណ៌ទៅចង់បានពណ៌បែបមុនឬក៏ពណ៌បែបម៉េចដដែលឬក៏ពណ៌បែបម៉េចបងប្អូនអាចដាក់ទៅបងប្អូនយកពណ៌មុនទៅខ្ញុំដាក់ពណ៌មុននេះពណ៌ហើយនេះបែប content ឬក៏ប្រធានបទរបស់បងប្អូន content ហ្នឹងធ្វើអំពីអី channel មួយហ្នឹងពីវាធ្វើរូប logo ឲ្យយើងឧទាហរណ៍បើជា content បងប្អូនធ្វើបែបមហូបបែបចុងភៅបែប complain ឬក៏បែប game ឬក៏បែបផ្សេងទៀតដែលបងប្អូនគិតថាវាត្រូវជាមួយនឹង content របស់វានឹងរៀបចំនៅរូប logo បានស្អាតឬក៏បងប្អូនអាចដាក់ឈ្មោះ channel របស់បងប្អូនដដែលក៏បានដែរអត់មានបញ្ហាអីទេទៅនឹងវានឹងរៀបចំឲ្យបងប្អូនបានស្អាតអីខ្ញុំចង់បានដាក់បែបនេះយកមួយនេះចុះដាក់បែប 3D ឈ្មោះ channel របស់ខ្ញុំអូខេយើង copy អានឹងភាសាទៀតមកដាក់រៀបចំអូខេប៉ុណ្ណឹងមកបងចុច enter ទៅវាទៅគឺវារៀបចំមកខ្ញុំបានមកបែបនេះបើសិនជាបងប្អូនរៀបចំមកបងប្អូនគិតថាវាស្អាតវាបងប្អូនពេញចិត្តហើយបងប្អូន save វាទៅបើសិនជាពេញចិត្តទេបងប្អូនធ្វើការឲ្យវារៀបចំឲ្យបងប្អូនភាសាទៀតទៅអូខេខ្ញុំយកមួយហ្នឹងហើយធ្វើការ download វាអូខេចូលមកកាន់ channel របស់យើងមកយើងធ្វើការ upload វាចូលទៅអូខេសារវាអត់ត្រូវទេកន្លែងហ្នឹងបើមិនជាបងប្អូនមានពេលទំនេរបងប្អូនអាចធ្វើការកំណត់វាឲ្យវាត្រូវជាមួយនឹងទំហំហ្នឹងមកសារតែទំហំវាធ្វើមកធំពេកយើងត្រូវការកែវានៅក្នុងកម្មវិធី Canva មួយទៀតឬក៏បងប្អូនអាចកំណត់ទំហំវាឲ្យត្រូវមកដាក់មកត្រូវក៏បានដែរតែខ្ញុំសូមអត់តន់យល់កន្លែងហ្នឹងទេអូខេឥឡូវខ្ញុំសូមកន្លែងខ្ញុំទុកសិនឥឡូវយើងធ្វើការត្រូវសរសេរ descriptionព័ត៌មានអំពី channel របស់យើងមួយហ្នឹងអូខេទៅនេះបើសិនជាបងប្អូនអត់ទាន់ចេះសរសេរទេបងប្អូនធ្វើការរៀបចំតាមខ្ញុំនេះទី1គឺឲ្យ ChatGPT សរសេរព័ត៌មានអំពី channel របស់យើងអូខេ copy កន្លែងហ្នឹងទៅហើយត្រង់អាកន្លែងពណ៌លឿងនេះបងប្អូនត្រូវដាក់ឈ្មោះ channel របស់បងប្អូនចូលកន្លែងហ្នឹងអូខេបងប្អូនទាន់កន្លែងហ្នឹងហើយ copy មកកន្លែងហ្នឹងមកបងប្អូនអាចបិទឆាតថ្មីទៅអូខេហើយចុចដាក់ឈ្មោះ content របស់បងប្អូនចូលកន្លែងចុងនេះមកហើយចុច enter ទៅវាទៅអូខេឥឡូវគឺរៀបចំមកបែបនេះបើសិនជាបងប្អូនចង់បានខ្មែរអាចសរសេរខ្មែរទៅអត់ចាប់បើសិនចង់បានហ្នឹងយកហ្នឹងទៅខ្ញុំចង់បានខ្មែរ
អូខេឥឡូវគឺរៀបចំមកខ្មែរឲ្យយើងបងពេញចិត្តខ្មែរឬក៏អង់គ្លេសយកមួយនឹងទៅខ្ញុំសុំខ្មែរគេថាយើងធ្វើបែបខ្មែរអូខេ copy យកទៅហើយចូលមកកាន់ channel របស់យើងមកហើយផាសចូលកន្លែងហ្នឹងទៅអូខេឥឡូវគឺយើងបាន description ហើយមួយទៀតហើយយើងធ្វើបន្តមកខាងក្រោមទៀតឲ្យយើង add អីមិនធ្វើទេឡើយហ្នឹងអូមកក្រោមទៀតមកឡើយនេះបងប្អូនទៅដាក់នៅ logo channel របស់បងប្អូនចុចមកកន្លែងនេះមកដូររូប logo នឹងចេញទៅដាក់ logo channel របស់យើងមកអូនសារតែវាអត់តន់ត្រូវអញ្ចឹងវាខ្ញុំត្រូវការសារ៉េវាកំណត់វាយូរទៀតអញ្ចឹងខ្ញុំសូមរំលងកន្លែងហ្នឹងសិនអូខេឥឡូវយើងបានបងប្អូនដាក់ cover logo ហើយនឹងសរសេរពណ៌នេះអំពី channel របស់យើងហើយមុនមើលមកកន្លែងនេះកន្លែង setting អូខេកន្លែង general នេះបងប្អូនយកដុល្លារទៅដុល្លារអាមេរិករកកន្លែង channel ទី2អូខេទីយើងជ្រើសយក Cambodia ហើយខាងក្រោមនេះគឺជា keyword សម្រាប់ស្វែងរក channel របស់យើងនេះយកតាមខ្ញុំមកនេះសេតាមខ្ញុំទៅcopy យកពីខ្ញុំក៏បានដែរហើយបិទឆាតថ្មីហើយខាងចុងបងប្អូនដាក់ឈ្មោះ channel របស់បងប្អូនចូលទៅអូខេនេះគឺជា keyword សម្រាប់ស្វែងរក channel របស់យើងដែលវាស្រដៀងនឹង channel របស់យើងដល់ពេលដែលគេ search ទៅគេនឹងឃើញ channel របស់យើងដែរ copy យកទៅកាន់ channel របស់យើងលុបkeyword ចាស់ទៅ keyword ចាស់គឺវាអត់ត្រូវជាមួយនឹង channel របស់យើងលុបចោលអស់ទៅហើយផាននឹងចូលទៅអូខេវាលើលុបចោលខ្លះទៅដាក់បានតែត្រឹមតែ500ពាក្យទេកន្លែងហ្នឹងអូខេប៉ុណ្ណឹងហើយចូលមកកាន់ចំណុចទី2ទី2បងប្អូនត្រូវតែយក no ឡើយហ្នឹងvì nó yes បងធ្វើការយក no យកអាកដាលហ្នឹង not made for kids channel របស់យើងមិនមែនបង្កើតឡើងសម្រាប់កុមារទេអូខេឥឡូវហ្នឹងខាងក្រោមទីមិនចាំបាច់ទេចូលមកកាន់ចំណុចទី3ជួរ channel ដដែលចូលមកកាន់ចំណុចទី3ទី3ឡើយនេះពេលដល់បងប្អូនបង្កើត channel ដំបូងវានឹងបើកឲ្យយើងហ្នឹងទី2បងប្អូនត្រូវបើនិយាយវាអត់ទាន់បើកទេបងប្អូនត្រូវ verify លេខទូរស័ព្ទរបស់បងប្អូនចូលកន្លែងហ្នឹងអូខេតែឲ្យខ្ញុំបានរៀបចំពីមុនមកហើយម្ដងហើយខាងក្រៅនេះបងប្អូនត្រូវសិនជាបងប្អូនអាចថតមុខក៏បានឬក៏អាចអីក៏បានដែរតែបងប្អូនទុកវាអញ្ចឹងក៏បានដែរពេលបងប្អូនផុសវីដេអូបានទៀងទាត់ទៅវានឹងបើកឲ្យយើងអូតូហើយអា3ចំណុចហ្នឹងបើសិនជាក្នុងចំណុចណាមួយអត់បើកឲ្យយើងទេយើងក៏អាចបើករលុយបានដែរអូខេប៉ុណ្ណឹងឥឡូវយើងចូលមកកាន់ចំណុចទី3នេះគឺយើងត្រូវសរសេរពណ៌នាមអំពីវីដេអូរបស់យើងមុនទៅយកប្រមរបស់ខ្ញុំចូលមកកាន់ចំណុចទី3នេះពណ៌នាមអំពីវីដេអូពីយកទៅលុបចាស់អានឹងចូលហើយខាងចុងបងប្អូនទៅដាក់ឈ្មោះ channel របស់បងប្អូនដដែលទៀតអូខេចុច enter ទៅវាទៅអូខេរៀបចំមកហើយតែរៀបចំនៅទៅអង់គ្លេសដដែលខ្ញុំដូរទៅខ្មែរសិនអូខេឥឡូវរៀបចំមកខ្មែរយើងតែបងប្អូនពេញចិត្តហើយ copy យកទៅ
ចូលកាន់ channel របស់យើងពីដាក់ចូលឡើងហ្នឹងទៅអូខេប៉ុណ្ណឹងទៅគឺបានហើយហើយចូលខាងក្រោមទៀតកន្លែងនេះបងប្អូនវាមាន3មាន public private និង unlist បងប្អូនត្រូវតែយក unlist សិនទៅកន្លែងហ្នឹងនេះគឺជា hashtag សម្រាប់វីដេអូមកធ្វើការលុបអានឹងចោលទៅតែមាននិយាយតនេះយើងចូលមកកាន់ចំណុចនេះចំណុចទី4ឲ្យ ChatGPT ស្វែងរក keyword សម្រាប់ស្វែងរកវីដេអូរបស់យើងទាក់ទងនឹង channel របស់យើង copy อะไรហ្នឹងទៅចូល ChatGPT ឲ្យលុបអា chat ចេះផាសចូលទៅហើយខាងក្រោយដាក់ឈ្មោះ channel របស់បងប្អូនដដែលទៅ enter ទៅវាទៅអូខេឥឡូវគឺរៀបចំមកយើងហើយបង copy មួយណាគេថាមួយណាពេញចិត្ត copy យកមួយហ្នឹងទៅឥឡូវនេះមួយហើយបើក channel របស់យើងមកក៏លុបអានេះចោលហើយផា link នេះយើងមក copy មួយហ្នឹងទៅអូខេវានៅតែលើសដែរយើងលុបចោលខ្លះទៅអូខេប៉ុណ្ណឹងយើងចូលមកកាន់ចំណុចទី2នេះបងប្អូនយកអាមួយហ្នឹងទៅខាងលើហ្នឹងទៅអានេះវាគឺជាភាសានៃវីដេអូរបស់យើងចង់បានភាសាបែបម៉េចខ្មែរឬក៏អង់គ្លេសឬយកទៅតែខ្ញុំយកអង់គ្លេសហ្នឹងហើយភាសាហ្នឹងហើយកន្លែងទាំងពីរហ្នឹងបងយកអង់គ្លេសទាំងពីរទៅហើយ comment ហ្នឹងបងបើកទៅ on ទៅលេខចូលមកខាងនេះអាឡែង basic នេះគឺជា content របស់បងប្អូន content របស់បងប្អូនធ្វើពីអីរើសយកទៅបងប្អូនបានរើសពីមុនមកហើយគឺអត់បាច់រើសតែខ្ញុំត្រូវការបដូរ channel upload content ខ្ញុំត្រូវការយកអាមួយនេះឲ្យទៅនឹង content របស់ខ្ញុំនេះខាងក្រោមនេះណាន់អញ្ចឹងទៅ basic អានេះទុកដល់ដែរទៅអូខេឥឡូវយើងចូលមកកាន់ចំណុចទី4គឺជាអត់មានបញ្ហានេះវាគឺជា Gmail ដែលវាគ្រប់គ្រង channel ហ្នឹងអូខេឥឡូវចូលមកកាន់ចំណុចទី5គឺអត់មានបញ្ហាអីទេអត់ត្រូវរៀបចំទៀតទេអូខេឥឡូវគឺយើងបានរៀបចំវាបានគ្រប់គ្រាន់ណាស់ហើយខ្ញុំបងប្អូនបានរៀបចំវាតាមវេខ្ញុំបានប្រាប់ហ្នឹងហើយគឺការចុច save ទៅអូខេឥឡូវគឺយើងបាន channel ដែលស្តង់ដារមួយឯងរៀបចំតាមខ្ញុំតែប៉ុណ្្នឹងទៅគឺយើងអាច upload វីដេអូ up អីបានទេអូខេហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេបើសិនជាការបង្ហាញរបស់ខ្ញុំមានខុសឆ្គងនៅចំណុចណាមួយឬការនិយាយរបស់ខ្ញុំវាទៅអត់បានល្អអីក៏សូមអធិស្ឋានផងហើយបងប្អូនដែលមើលដល់ចប់គឺជួយ subscribe channel របស់ខ្ញុំមួយផងសូមអរគុណ